hai video mới tại tôi mình vô tại tôi chỉ mùi năng cả add user cả delete user với những cả store via nên là local storage nên bây giờ dùng import tới việc mặt data thì một tiếtคือtại tôi chỉ mùi năng cả pra năng compound tại dùng ảnh bài chạy trong lập tôi một phía đôi chia input យើងដាក់នៅលើ file input ហើយយើងប្រើនេះប្រើនេះមួយដើម្បី add ទៅលើ input នឹងយកមកប្រើប្រាស់ហើយមួយនេះគឺជា list តែយើងប្រើវាគឺសម្រាប់ store ទៅលើ interface ហើយយើង input បញ្ចូលហើយនេះគឺជា interface input របស់យើងហើយនេះគឺជា app ដែលយើងប្រើវាលក្ខណៈថាយកមកប្រើប្រាស់តែយើង import យកមកប្រើប្រាស់ហើយនេះគឺជា function remove function add ហើយមួយនេះគឺជាការ store វានៅលើ local storage ហើយយើងប្រើ amount ដើម្បី void វាហើយឥឡូវយើងសាកវាទៅតេស្តនៅក្នុង browser យើងមុនដំបូងយើង run npm run ដែរអូខេហើយយើងឃើញ interface ការចូល data ដូចជា name ដាក់ចូលតែមានដាក់ចូលយុ21ហើយនឹងដាក់ position អីក៏បានដែរដូចជាដាក់ IT ហើយយើង add វានោះធម្មតា view បើយើងអត់ប្រើ local storage ទេនៅពេលដែលយើង refresh វានឹងបាត់ data ឥឡូវយើង start refresh វាឃើញថាវាអត់បាត់ទេហើយយើងអាចលុប data ខ្លះយើងអាច refresh បានតែវាអត់បាត់ទេហើយ data ទៅពេលយើងលុបក៏វាអត់បាត់នៅក្នុង code ដែរព្រោះ data 3ហ្នឹងនឹងមកចូលក្នុងស្រាប់នៅពេលដែលយើង run code មកទៀតទៅយើងនឹងឃើញ data ហ្នឹងឡើងវិញអញ្ចឹងទៅហើយចំពោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំ